រសៀលថ្ងៃទី31 ខែមីនាឆ្នាំ2026ឯកឧត្តម ក្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលនិងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងមេរោគអេដស៍ជំងឺអេដស៍និងការអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋមសិក្ខាសាលារៀបចំឡើងក្នុងគោលបំណងជំរុញការតាមដាននិងវិតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028ឲ្យបានជោគជ័យឯកឧត្តម ក្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថាសិក្ខាសាលានឹងពិនិត្យមើលវឌ្ឍនភាពនិងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងពេលអនុវត្តគោលនយោបាយនិងលើកជាដំណោះស្រាយសម្រាប់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់យកទៅអនុវត្តបន្តឯកឧត្តមអភិបាលរងខេត្តបានបន្តថាក្រោយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028កាលពីថ្ងៃទី15ខែមីនាឆ្នាំ2024រដ្ឋបាលខេត្តបានទទួលភារកិច្ចសម្របសម្រួលតាមដានវិតម្លៃការអនុវត្តគោលនយោបាយនិងបានរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ2024ក្នុងខេត្តដាក់ជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងឆ្នាំ2025តាមរយៈកិច្ចប្រឹងប្រែងរួមគ្នាជាលទ្ធផលនៃការអនុវត្តគោលនយោបាយលើគោលដៅ 95-95-95 ខេត្តកណ្ដាលសម្រេចបាន 92-100-98 ឯកឧត្តមបានបន្ថែមថាលេខារដ្ឋានអេដស៍ខេត្តសហការជាមួយអង្គការដៃគូក៏បានខិតខំធ្វើការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍និងអំពីការរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរហើយកម្ពុជាបានបង្កើនទីតាំងធ្វើតេស្តនិងទីតាំងធ្វើតេស្តបញ្ជាក់មេរោគអេដស៍មួយចំនួនគួរឲ្យកត់សម្គាល់ការផ្ដល់សេវាព្រឹបក៏មានកំណើនក៏ប៉ុន្តែមិនទាន់ដល់គោលដៅដែលបានកំណត់នៅឡើយចំណុចល្អសម្រាប់កម្ពុជាគឺការដាក់ឲ្យប្រើប្រាស់ឱសថកាបូតេក្រាវីប្រភេទចាក់ដែលចាក់មួយដងមានប្រសិទ្ធភាព2ខែខេបព្រឹបជាវិធីបង្ការមុនពេលប្រព្រឹត្តប្រឈមការគ្របដណ្ដប់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមត្ថសុខាភិបាលដល់អ្នកផ្ទុកមេរោគអេដស៍ក្នុងខេត្តបានកើនឡើងដល់ 74% ចំណែកឯការបញ្ជ្រាបការយល់ដឹងបានធ្វើនៅតាមក្រុងស្រុកសហគមន៍បានធ្វើការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍និងជំងឺអេដស៍និងការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ឯកឧត្តមបានឲ្យដឹងថាដើម្បីឲ្យខេត្តកណ្ដាលសម្រេចនូវគោលដៅ 95% ទី1ដែលនៅខ្វះ 3% ទៀតគឺតម្រូវឲ្យ 1. លេខារដ្ឋានអេដស៍ខេត្តដែលមានមន្ទីរសុខាភិបាលជាសេនាធិការត្រូវរៀបចំផែនការឆ្លើយតបគ្រប់ជ្រុងជ្រោយគៀកដៃគូសុខាភិបាលទាំងអស់ដើម្បីជំរុញក្រុមគោលដៅប្រឈមមុខខ្ពស់និងប្រជាពលរដ្ឋទូទៅឲ្យទៅទទួលសេវាធ្វើតេស្តរោគមេរោគអេដស៍សេវាព្យាបាលជំងឺកាមរោគនិងសេវាផ្សេងៗទៀតដែលមាននៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ក្នុងខេត្ត 2. ក្រុងស្រុកត្រូវមានផែនការនិងដំណើរសកម្មភាពរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺក្រុងស្រុកនីមួយៗអនុវត្តការប្រជុំគណៈកម្មាធិការឲ្យបានទៀងទាត់ 3. ក្រុងស្រុកត្រូវជំរុញដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ឃុំសង្កាត់ដាក់បញ្ចូលផែនការអេដស៍ទៅផែនការវិនិយោគរបស់ឃុំសង្កាត់នីមួយៗនិងរាយការណ៍អំពីវឌ្ឍនភាពប្រចាំត្រីមាសមកលេខារដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត